កាកបាទក្រហមកម្ពុជាឧបត្ថម្ភថវិកា$30,000ដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញសម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះកាកបាទក្រហមកម្ពុជាដែលមានសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនជាប្រធានបានឧបត្ថម្ភថវិកាចំនួន$30,000ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញសម្រាប់ប្រតិបត្តិការមនុស្សធម៌ជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតនិងរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗក្នុងរាជធានីភ្នំពេញហើយនេះជាការឧបត្ថម្ភថវិកាលើកទី14បើគិតចាប់តាំងពីឆ្នាំ2008មកពិធីប្រគល់ទទួលថវិកានាពេលនេះបានធ្វើឡើងនារសៀលថ្ងៃទី3ខែមិថុនាឆ្នាំ2025ក្រោមវត្តមានលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែននិងឯកឧត្តមខួងស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាក្នុងឱកាសនោះថ្លែងអំណរអគុណនិងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញក្នុងការបំពេញភារកិច្ចយ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះលោកជំទាវបណ្ឌិតសង្ឃឹមថាថវិកា$30,000អាមេរិកនេះនឹងអាចជួយសម្រួលនិងសម្រាលការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបានមួយផ្នែកថែមទៀតឯកឧត្តមខួងស្រេងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញក៏បានជម្រាបជូនលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍អំពីសមិទ្ធផលការងារសំខាន់ៗរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញពីឆ្នាំ2019ដល់ឆ្នាំ2025តែមានដូចជាសាខាបានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដោយបានត្រៀមបម្រុងនៅថវិកានិងគ្រឿងឧបភោគបរិភោគសម្ភារៈសង្គ្រោះរួចជាស្រេចសម្រាប់យកទៅចែកជូនជនរងគ្រោះនិងងាយរងគ្រោះឲ្យបានទាន់ពេលវេលាបានចំនួន$53,073គ្រួសារនិង4វត្តបាននាំយកមូលនិធិហັບសង្គ្រោះសាខាចោះសាកសួរសុខទុក្ខសមាជិកសមាជិកាមានជំងឺកំពុងសម្រាប់ព្យាបាលនិងសមាជិកដែលទទួលមរណភាពសរុបចំនួន378នាក់បានចោះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះនិងស្ត្រីទើបសម្រាលកូនរួចនិងអ្នកផ្ទុកមេរោគអេដតាមសហគមន៍ចំនួន3022នាក់បានចូលរួមបំផុសចលនាស្ម័គ្រចិត្តបរិច្ចាគឈាមទទួលបានឈាមចំនួន1912ផ្លុកឈាមបានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋមបាន100វគ្គសរុបចំនួន3995នាក់បានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីចលនាអន្តរជាតិកាកបាទក្រហមនិងអត្តច័ន្ទក្រហមបានពង្រីកកម្លាំងនិងបើកវគ្គបណ្ដុះបណ្ដាលមូលដ្ឋានជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហមនៅតាមមូលដ្ឋានខណ្ឌទាំង14បានចំនួន6891នាក់និងយុវជនកាកបាទក្រហមកម្ពុជាបានចំនួន24752នាក់នៅតាមគ្រឹះស្ថានសិក្សាចំនួន239កន្លែងឯកឧត្តមខួងស្រេងបានគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែននិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីដែលតែងតែយកចិត្តទុកដាក់ផ្សារភ្ជាប់មនោសញ្ចេតនារួមសុខរួមទុក្ខជាមួយនឹងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដើម្បីជួយដល់ប្រជាពលរដ្ឋក្រីក្រជនរងគ្រោះនិងជនងាយរងគ្រោះដោយមិនទុកឲ្យប្រជាជនណាម្នាក់រស់នៅដោយគ្មានការគាំពៀពីសង្គមឡើយជាពិសេសសម្ដេចគតិប្រិទ្ធបណ្ឌិតតែងតែផ្ដល់ថវិកាឧបត្ថម្ភដល់សាខារាជធានីភ្នំពេញជារៀងរាល់ឆ្នាំក្រោយពីកាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនក្នុងឱកាសអបអរសាទរទិវា8ឧសភាដែលថវិកានេះពិតជាមានតម្លៃធំធេងណាស់សម្រាប់សាខាប្រើប្រាស់ក្នុងបេសកកម្មមនុស្សធម៌ផ្សេងៗជាពិសេសការជួយដល់ប្រជាពលរដ្ឋរងគ្រោះនិងជនងាយរងគ្រោះក្នុងរាជធានីភ្នំពេញនាងខ្ញុំមនិចពី I Love Cambodia Hot News TV